លោក Jose Mourinho គ្រូបង្វឹកបាល់ទាត់រហ័សនាម Special One បានសារភាពថាលោកត្រូវបានជ្រើសរើសជាអ្នកបន្តតំណែងពី Sir Alex Ferguson នៅ Manchester United កាលពីឆ្នាំ2013ប៉ុន្តែលោកបានបោះបង់ឱកាសនេះវិញដើម្បីត្រឡប់ទៅប្រទេសចាស់ Chelsea បន្ទាប់ពីការងារជាអ្នកចាត់ការ Man United យ៉ាងជោគជ័យអស់រយៈពេលជិត3ទសវត្សរ៍លោក Alex Ferguson បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្រោយដឹកនាំពួកគេក្រុងជើងឯក Premier League ជាលើកទី13ក្នុងឆ្នាំ2013ហើយលោក Mourinho ជាជំរើសទី1ដែលឋានៈដឹកនាំក្លឹបបិសាចក្រហមបានជ្រើសរើសមកកាន់តួនាទីជាគ្រូធំហើយលោកក៏បានយល់ស្របផងដែរប៉ុន្តែបរិសុទ្ធជនជាតិពុតហ្គាល់បានផ្លាស់ប្ដូរចិត្តវិញក្រោយពេលដែលខាងក្លឹប Chelsea បានតាក់ទងមករូបលោកនៅក្នុងវីដេអូឯកសារពី Netflix លោក Mourinho បាននិយាយថាខ្ញុំបានត្រឡប់ទៅ Chelsea ក្នុងឆ្នាំ2013តែអំឡុងពេលនោះមានរឿងមួយយ៉ាងដែលគ្មាននរណាដឹងខ្ញុំគិតថាខ្ញុំអាចនិយាយបានព្រោះការពិតដែលខ្ញុំនិយាយមិនធ្វើឲ្យនរណាម្នាក់ឈឺចាប់ឡើយហើយគោលដៅរបស់ខ្ញុំចំពោះការងារនេះគឺជាការប្រាប់ការពិតនៅពេលខ្ញុំចាក់ចេញពី Real Madrid ខ្ញុំបានចុះកិច្ចសន្យាដើម្បីទៅដឹកនាំ Manchester United បន្តពីលោក Sir Alex ខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានកិត្តិយសយ៉ាងខ្ពង់ខ្ពស់ណាស់ព្រោះ Manchester United ពិតជាជម្រើសដ៏អស្ចារ្យមួយនៅពេលដែលខ្ញុំនិយាយថា Real Madrid ជាក្លឹបដ៏ធំបំផុតនៅលើលោកខ្ញុំត្រូវតែនិយាយថា Manchester United ក៏ប្រហាក់ប្រហែលគ្នាដែរនៅក្នុងវីដេអូឯកសារនោះលោក Sir Alex បានរៀបរាប់ថាដំបូងឡើយលោក Mourinho បានទទួលយកសំណើជំនួសតំណែងលោកនៅ Man United ទៅហើយប៉ុន្តែស្ថានភាពបានផ្លាស់ប្ដូរក្នុងពេលប៉ុន្មានម៉ោងក្រោយមកក្រុម ហេតុផលថាលោកបានចប់ពាក្យសម្ដីជាមួយ Chelsea ទៅហើយបន្ទាប់ពីត្រឡប់ទៅកាន់ទឹកដី Stamford Bridge វិញក្នុងឆ្នាំ2013លោក Mourinho បានឈ្នះជើងឯកលីកអង់គ្លេសជាលើកទី3ជាមួយក្រុមតោខៀវរួមជាមួយពានរង្វាន់ League Cup មួយផងដែរទោះបីជាបានបោះបង់សំណើដឹកនាំនៅ Old Trafford តែលោក Mourinho នៅតែមានឱកាសជាថ្មីហើយចុងក្រោយលោកទទួលបានការងារជាអ្នកចាត់ការ Man United ក្នុងឆ្នាំ2016ដឹកនាំនៅទីនោះបាន2ឆ្នាំកន្លះលោកបាននាំពួកគេឈ្នះជើងឯក League Cup និង UEFA Europa League មុនពេលត្រូវបានបញ្ចប់តំណែងនាខែធ្នូឆ្នាំ2018ក្រោយទទួលបានលទ្ធផលមិនក៏ប្រសើរលោក Mourinho បន្តការងារជាគ្រូបង្វឹកដែលបានដឹកនាំក្លឹបនានានៅអឺរ៉ុបរួមមាន Tottenham Hotspur Roma, Fenerbahce, Benfica និងក្លឹបបច្ចុប្បន្ន Real Madrid AMS Sport ដើម្បីកីឡា